នេះគឺជាប្រព័ន្ធគ្រប់គ្រងការអនុវត្តកិច្ចព្រមព្រៀង DTA ដែលបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលអ្នកជាប់ពន្ធឲ្យយល់ដឹងអំពីការស្នើសុំវិញ្ញាបនបត្រនិវាសនជនស្នើសុំអត្រាពន្ធក្រោមកិច្ចព្រមព្រៀង DTA និងស្នើសុំឥណទានពន្ធក្រោមកិច្ចព្រមព្រៀង DTA តាមប្រព័ន្ធអនឡាញទាំងស្រុងតែម្ដងដោយពុំតម្រូវឲ្យអ្នកជាប់ពន្ធរៀបចំឯកសារភ្ជាប់យកមកកាន់អគ្គនាយកដ្ឋានពន្ធដារក្នុងការដាក់ពាក្យស្នើសុំដូចមុនទៀតឡើយនេះគឺជារបៀបស្នើសុំវិញ្ញាបនបត្រនិវាសនជនបន្ទាប់ពីលោកស្រីចូលប្រព័ន្ធប្រើប្រាស់បានជោគជ័យហើយសូមចុចលើប្រព័ន្ធគ្រប់គ្រងការអនុវត្តកិច្ចព្រមព្រៀង DTA សូមចុចលើប៊ូតុងស្នើសុំវិញ្ញាបនបត្រនិវាសនជនជ្រើសរើសនីតិបុគ្គលឬរូបវន្តបុគ្គលជ្រើសរើស TIN code វាយបញ្ចូលលេខអត្តសញ្ញាណសារពើពន្ធនិងលេខកាតសម្គាល់ការចុះបញ្ជីពន្ធដាររួចបំពេញលេខទូរស័ព្ទម្ចាស់ភាគហ៊ុនឈរឈ្មោះលើប័ណ្ណប៉ាតង់សូមបំពេញលេខកូដទាំង6ខ្ទង់ដែលផ្ញើទៅកាន់ទូរស័ព្ទលោកស្រីរួចចុចផ្ទៀងផ្ទាត់ចុចបន្ទាប់ដាក់ឯកសារសូមជ្រើសរើសឯកសារដែលលោកស្រីត្រូវភ្ជាប់វិញ្ញាបនបត្រចុះបញ្ជីសហគ្រាសរួចចុចរក្សាទុកចុចបន្ទាប់ដើម្បីចូលទៅជំហានទី4សូមជ្រើសរើសប្រទេសនិងឆ្នាំជាប់ពន្ធសម្រាប់ការចេញវិញ្ញាបនបត្រនិវាសនជនថ្មីរួចចុចផ្ទៀងផ្ទាត់ក្រោយពេលលោកស្រីពិនិត្យនិងផ្ទៀងផ្ទាត់រួចចុចយល់ព្រមហើយរក្សាទុកនិងដាក់ស្នើសុំជាការស្រេចរួចចុចយល់ព្រមពេលនោះលោកស្រីនឹងទទួលបាន QR code មួយដើម្បីធ្វើការតាមដានឯកសារតាមរយៈ GDT Check and Track App សូមចុចលើបញ្ជីស្នើសុំវិញ្ញាបនបត្រនិវាសនជនហើយចុចស្វែងរកពេលនោះលោកស្រីនឹងបានឃើញលេខបាកូដសម្គាល់ហើយស្ថានភាពគឺកំពុងស្នើសុំលោកស្រីនឹងត្រូវធ្វើការរងចាំរយៈពេល14ថ្ងៃដើម្បីឲ្យអគ្គនាយកដ្ឋានពន្ធដារសម្រេចនិងអនុម័តក្រោយពីបានការអនុម័តពីអគ្គនាយកដ្ឋានពន្ធដារលោកស្រីត្រូវចូលទៅក្នុងប្រព័ន្ធម្ដងទៀតសូមចុចលើបញ្ជីស្នើសុំវិញ្ញាបនបត្រនិវាសនជនហើយចុចស្វែងរកពេលនោះលោកស្រីនឹងឃើញស្ថានភាពជោគជ័យក្រោយពេលជោគជ័យលោកស្រីនឹងទទួលបានលេខកូដ6ខ្ទង់តាមរយៈអ៊ីមែលដែលមានទម្រង់បែបនេះរួចចុចត្រង់បោះពុម្ពហើយជ្រើសរើសបោះពុម្ពវិញ្ញាបនបត្រនិវាសនជនរួចវាយបញ្ចូលលេខកូដទាំង6ខ្ទង់ដែលទទួលបានតាមរយៈអ៊ីមែលរួចចុចត្រង់ប៊ូតុងបោះពុម្ពជាការស្រេចស្នើសុំអត្រាពន្ធក្រោមកិច្ចព្រមព្រៀង DTA សូមជ្រើសរើសស្នើសុំអត្រាពន្ធក្រោមកិច្ចព្រមព្រៀង DTA រួចចុចបន្ទាប់ជ្រើសរើសនីតិបុគ្គលបំពេញលេខចុះបញ្ជីពន្ធដារនៅក្នុងប្រទេសនិវាសនដ្ឋាននិងលេខវិញ្ញាបនបត្រនិវាសនជនឈ្មោះសហគ្រាសសកម្មភាពអាជីវកម្មគោលដើមជ្រើសរើសប្រទេសចុះបញ្ជីសហគ្រាសដើមជ្រើសរើសអាសយដ្ឋានអចិន្ត្រៃយ៍ប្រទេសនិវាសនដ្ឋានប្រទេសតំបន់លេខកូដប្រៃសណីយ៍អាសយដ្ឋានរួចចុចបន្ទាប់ស្វែងរកអ្នកទូទាត់ជ្រើសរើសនីតិបុគ្គលបញ្ចូលលេខសម្គាល់ក្រុមហ៊ុនចុចស្វែងរករួចចុចជ្រើសរើសចុចបន្ទាប់ស្វែងរកអ្នកតំណាងមានសិទ្ធិជ្រើសរើសនីតិបុគ្គលជ្រើសរើសលេខសម្គាល់ចុះបញ្ជីព័ត៌មានបុគ្គល TID រួចចុចជ្រើសរើសចុចបន្ទាប់ជ្រើសរើសឯកសារភ្ជាប់រួចចុចបន្ទាប់សូមមើលតាមការណែនាំបន្តទៀតលោកស្រីនឹងត្រូវធ្វើការរងចាំរយៈពេល14ថ្ងៃដើម្បីអគ្គនាយកដ្ឋានពន្ធដារសម្រេចនិងអនុម័តក្រោយពីរងចាំរយៈពេល14ថ្ងៃលោកស្រីអាចចូលទៅក្នុងប្រព័ន្ធម្ដងទៀតដើម្បីពិនិត្យសូមចុចលើបញ្ជីស្នើសុំអត្រាពន្ធតាមកិច្ចព្រមព្រៀង DTA ហើយចុចស្វែងរកពេលនោះលោកស្រីនឹងឃើញស្ថានភាពជោគជ័យក្រោយពេលជោគជ័យលោកស្រីនឹងទទួលបានលេខកូដ6ខ្ទង់តាមរយៈអ៊ីមែលដែលមានទម្រង់បែបនេះរួចចុចត្រង់បោះពុម្ពហើយជ្រើសរើសបោះពុម្ពអត្រាពន្ធតាមកិច្ចព្រមព្រៀង DTA រួចវាយបញ្ចូលលេខកូដ6ខ្ទង់ដែលទទួលបានតាមរយៈអ៊ីមែលរួចចុចត្រង់ប៊ូតុងបោះពុម្ពជាការស្រេចស្នើសុំឥណទានពន្ធសូមជ្រើសស្នើសុំឥណទានពន្ធរួចចុចបន្ទាប់
សូមមើលតាមការណែនាំជ្រើសរើសឯកសារភ្ជាប់រួចបំពេញព័ត៌មានអំពីចំណូលទាក់ទងនឹងការស្នើសុំឥណទានពន្ធចុចជ្រើសរើសរួចផ្ទៀងផ្ទាត់លោកស្រីនឹងត្រូវធ្វើការរងចាំរយៈពេល14ថ្ងៃដើម្បីអគ្គនាយកដ្ឋានពន្ធដារសម្រេចនិងអនុម័តក្រោយពីបានការអនុម័តពីអគ្គនាយកដ្ឋានពន្ធដារលោកស្រីត្រូវចូលទៅក្នុងប្រព័ន្ធម្ដងទៀតសូមចុចលើបញ្ជីស្នើសុំឥណទានពន្ធហើយចុចស្វែងរកពេលនោះលោកស្រីនឹងឃើញស្ថានភាពជោគជ័យក្រោយពេលជោគជ័យលោកស្រីនឹងទទួលបានលេខកូដ6ខ្ទង់តាមរយៈអ៊ីមែលដែលមានទម្រង់បែបនេះរួចចុចត្រង់បោះពុម្ពហើយជ្រើសរើសបោះពុម្ពស្នើសុំឥណទានពន្ធរួចវាបញ្ចូលលេខកូដ6ខ្ទង់ដែលទទួលបានតាមរយៈអ៊ីមែលរួចចុចត្រង់ប៊ូតុងបោះពុម្ពជាការស្រេចបើលោកស្រីនៅមានចម្ងល់អំពីពន្ធដារសូមទូរស័ព្ទជជែកដោយផ្ទាល់ជាមួយមន្ត្រីជំនាញពន្ធដារតាមរយៈលេខ1277ដែលឥតគិតថ្លៃឬផ្ញើសារឆ្លើយឆ្លងតាមរយៈកម្មវិធីទូរស័ព្ទ GDT Live Chat ដែលអាចទាញយកបានតាមរយៈ QR Code ទាំងនេះ